ណែពួកយើងសម្ដេចថ្លែងសារអីនេះស្ដាប់ទាំងអស់គ្នាកន្លងមកនេះធនាគារជាតិនៃកម្ពុជាក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីចំនួនព្រំដែនដែលរួមមានការលើកលែងកម្រៃនិងផាកពិន័យពាក់ព័ន្ធនឹងឥណទានការទូទាត់សងការប្រាក់និងបញ្ជាពេលទូទាត់សងប្រាក់ដើមនិងការរៀបចំឥណទានឡើងវិញជាដើមបន្ថែមលើការលុបចោលឥណទានរហូតដល់10លានរៀលដល់យោធិនពិការនៅសមរភូមិនិង80លានរៀលដល់យោធិនពលីខ្ញុំបកណាទូលព្រះបង្គំខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះបន្តទៀតតាមលទ្ធភាពដែលអាចធ្វើទៅបានពិតជាល្អណាស់ថ្នាក់ដឹកនាំពិតជាគិតគូរបានល្អមែនតើពិតមែនហើយសម្ដេចលេងមួយក្បាច់នេះពេញចិត្តខ្ញុំស្ដោកអាឡូអូនសម្ដេចទៅប្រកាសថាធនាគារគេនឹងពិនិត្យសម្រាលបន្ទុកយោធិនកម្ពុជានិងពលរដ្ឋភៀសសឹកណាអូនមែនអីបងចឹងយើងធូរលែងសូវលំបាកហើយអ៊ីដឹងដំណឹងឬនៅថាគេស្នើឲ្យសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការសម្រាលបន្ទុកយោធិនកម្ពុជានិងពលរដ្ឋជនភៀសសឹកយើងណាពួកយើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់